xâyប្រមាញ់ដែលមានឈ្មោះថា Steller Sea Eagle វាគឺជាបក្សីប្រមាញ់ធំបំផុតនិងមានអំណាចខ្លាំងបំផុតមួយនៅក្នុងពិភពលោកហើយវាមានរូបរាងធំស្លាបវែងក្រចកមុតខ្លាំងនិងចំពោះធំពណ៌លឿងភ្លឺដែលធ្វើឲ្យវាមើលទៅកាន់តែអស្ចារ្យនិងមានអំណាចចំពោះបក្សីប្រភេទនេះគឺរស់នៅតាមតំបន់ត្រជាក់ខ្លាំងជាពិសេសនៅភូមិភាគខាងកើតនៃប្រទេសរុស្ស៊ីនិងតំបន់ជុំវិញសមុទ្រ Bering ហើយនៅពេលដែលរដូវរងាមកដល់វាក៏អាចហោះហើរទៅកាន់ប្រទេសជប៉ុនកូរ៉េនិងតំបន់ជិតខាងដើម្បីរកអាហារចំពោះរូបរាងនិងលក្ខណៈរបស់ Steller Sea Eagle គឺវាមានប្រវែងខ្លួន85ទៅ105សង់ទីម៉ែត្រចំពោះទម្ងន់របស់វាគឺប្រហែល5ទៅ9គីឡូក្រាមប្រវែងស្នាមគឺអាចលាតសន្ធឹងបានរហូតដល់ 2.5 ម៉ែត្ររោមរបស់វាគឺមានពណ៌ខ្មៅចេះលាយសនិងមានស្នាមសធំចំពោះធំក្រាស់និងពណ៌លឿងខ្លាំងក្រចកមុតខ្លាំងសម្រាប់ចាប់ត្រីនិងសត្វផ្សេងៗចំពោះបក្សីញីគឺភាគច្រើនធំជាងឈ្មោលកម្លាំងនៃក្រចកនិងចម្ពោះរបស់វាអាចចាប់ត្រីធំបានយ៉ាងងាយស្រួលបំផុតចំពោះទីជម្រករបស់បក្សី Steller Sea Eagle ចូលចិត្តរស់នៅតាមដងទន្លេបឹងនិងតំបន់ឆ្នេរសមុទ្រត្រជាក់វាត្រូវការដើមឈើធំសម្រាប់ធ្វើសម្បុកនិងតំបន់ដែលមានត្រីច្រើនតំបន់ដែលសម្បូរទៅដោយបក្សីប្រមាញ់ Steller Sea Eagle នេះគឺមានដូចជាភាគខាងកើតរុស្ស៊ីកោះកាំឆាកាសមុទ្រអូខហតនិងភាគខាងជើងនៃប្រទេសជប៉ុនហុកកាយដូចំពោះអាហារដែលសំខាន់របស់វាគឺត្រីជាពិសេសត្រីសាម៉ុនប៉ុន្តែវាក៏អាចស៊ីទាបក្សីទឹកសត្វតូចសាកសពសត្វហើយនឹងត្រីដែលងាប់នៅលើទឹកកកវិធីសាស្ត្រក្នុងការប្រមាញ់របស់បក្សី Steller Sea Eagle នេះគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ព្រោះវាអាចហោះហើរទៅលើអាកាសយឺតរួចសម្លឹងរកចលនាត្រីនៅលើផ្ទៃទឹកនៅពេលដែលវាឃើញគោលដៅវានឹងធ្លាក់ចុះយ៉ាងលឿនហើយប្រើក្រចកធំចាប់ត្រីព្រាមពេលខ្លះវាក៏អាចលួចអាហារពីបក្សីផ្សេងទៀតផងដែរចំពោះការបន្តពូជរបស់បក្សី Steller Sea Eagle នេះវាអាចបង្កើតសម្បុកនៅលើដើមឈើធំឬក៏ថ្មភ្នំសម្បុកមានទំហំធំណាស់ហើយវាអាចប្រើបានជាច្រើនឆ្នាំថែមទៀតផងមេបក្សីគឺដាក់ពងប្រហែល1ទៅ3គ្រាប់កូនបក្សីគឺត្រូវបានមេបារបស់វាថែរក្សាបានយ៉ាងល្អឥតខ្ចោះនៅពេលដែលកូនធំគ្រប់គ្រាន់វានឹងរៀនហោះនិងរៀនប្រមាញ់ដោយខ្លួនឯងបក្សីប្រមាញ់ Steller Sea Eagle នេះត្រូវបានគេចាត់ទុកថាជាស្ដេចនៃបក្សីសមុទ្រព្រោះវាមានកម្លាំងខ្លាំងទំហំធំមហិមាផ្នែកមុខស្រួចហើយវាក៏អាចរស់នៅក្នុងអាកាសធាតុត្រជាក់ខ្លាំងបានថែមទៀតផងវាក៏ជានិមិត្តសញ្ញានៃអំណាចនិងសេរីភាពផងដែរបច្ចុប្បន្ននេះបក្សីប្រមាញ់ Steller Sea Eagle ត្រូវបានគេចាត់ទុកថាជាប្រភេទបក្សីប្រមាញ់ដែលជិតផុតពូជទៅហើយព្រោះវាត្រូវរងនឹងការបំផ្លិចបំផ្លាញព្រៃឈើការបំពុលទឹកការបាត់បង់តំបន់រស់នៅការប្រែប្រួលអាកាសធាតុចំពោះអង្គការអភិរក្សជាច្រើនកំពុងព្យាយាមនឹងការពារបក្សីដ៏អស្ចារ្យនេះផងដែរដើម្បីឲ្យវាបន្តរស់នៅលើពិភពលោកចំណុចដែលគួរឲ្យចាប់អារម្មណ៍អំពីបក្សីប្រមាញ់ Steller Sea Eagle នេះគឺវាជាបក្សីឥន្ទ្រីសមុទ្រធំបំផុតក្នុងពិភពលោកសម្លេងរបស់វាខ្លាំងនិងស្រួចអាចហោះហើរបានចម្ងាយឆ្ងាយពីតំបន់មួយទៅតំបន់មួយចំពោះរបស់វាធំជាងឥន្ទ្រីជាច្រើនប្រភេទផ្សេងទៀតហើយនៅជប៉ុនមនុស្សជាច្រើនគឺចូលចិត្តទៅមើលវានៅរដូវរងាព្រោះវាស្រស់ស្អាតខ្លាំងណាស់នៅលើទឹកកកចំពោះបក្សីប្រមាញ់ Steller Sea Eagle គឺជាបក្សីប្រមាញ់ដែលបង្ហាញអំពីអំណាចភាពអស្ចារ្យនិងសម្រស់នៃធម្មជាតិនៅពេលដែលវាហោះហើរទៅលើមេឃដែលត្រជាក់ជាមួយនឹងស្លាបធំរបស់វាមើលទៅដូចជាស្ដេចនៃតំបន់ព្រៃទឹកកកដ៏អស្ចារ្យ Please subscribe my YouTube channel.